Trong đăng thả ta Campuchia ai thưa ban đại rete bạn. Và sớm group nên chấm điểm sốជាថ្មីសម្រាប់ idol មួយជំទាវអស់លោកលោកស្រីប្រិមត្តទ្រូទស្សនិកជនដែលកំពុងតែទស្សនានៅទីនេះក៏ដូចជាបងប្អូននៅឯតាមគេដ្ឋានដែលកំពុងតែទន្ទឹងរង់ចាំការប្រកាសលទ្ធផល Madison បំបីឯកតកម្មពិភពលោករបស់កម្ពុជាសូមថ្លែងអំណរគុណដល់យុវជនទាំងអស់ដែលបាននៅរង់ចាំស្ដាប់នៅលទ្ធផលទាំងអស់គ្នាអនុញ្ញាតសូមសំឡេងស្វាគមន៍ឲ្យខ្លាំងៗទាំងអស់គ្នាអរគុណណាស់បាទតាំងពីព្រឹកម៉ោង 6 រហូតមកដល់ពេលនេះយុវជននៅតែមានកម្លាំងចិត្តប្រកបដោយភាពខ្លាំងក្លានិងសាមគ្គីភាពជាទីបំផុតនៅក្នុងការបំបីឯកតកម្មពីការរាប់ Madison ដែលមានការចូលរួមពីយុវជនរាប់ពាន់នាក់នៅក្នុងផងដែរជម្រាបជូនថាបច្ចុប្បន្នអូស្ត្រាលីគឺជាម្ចាស់ពានរង្វាន់ Guinness World Record សម្រាប់មនុស្សដែលរាប់ Madison គឺមានចំនួន 1155 នាក់អញ្ចឹងយើងមិនទាន់ដឹងក្រោយពីការរកបំបញ្ញមិញគណៈកម្មការបានចំណាយរយៈពេលនៅក្នុងការបោកពិន្ទុហើយបានធ្វើការសម្រេចលទ្ធផលនិងប្រកាសជូនជាព័ត៌មានសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលកំពុងតែទស្សនាការផ្សាយផ្ទាល់ក៏កំពុងតែទន្ទឹងរង់ចាំមិនខុសពីយើងខ្ញុំនៅទីនេះបាទសូមសួរបងប្អូននៅខាងមុខរង់ចាំយូរហើយឥឡូវនេះចង់ដឹងទេជាប់អត់សៀមរាបសៀមរាបសៀមរាបអង្គរ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 សង្ក្រាន្តអង្គរសង្ក្រាន្តអង្គរសង្ក្រាន្តសូមស្នូទាំងដែរខ្លាំងៗទាំងអស់គ្នាអរគុណច្រើនអរគុណណាស់បើទោះបីជាមិនទាន់ទទួលទានអាហារថ្ងៃត្រង់ប៉ុន្តែឆន្ទៈនិងក្តីស្រឡាញ់ចំពោះជាតិមាតុភូមិបានធ្វើឲ្យយុវជនទាំងអស់គ្នានៅទីនេះដើម្បីរងចាំការប្រកាសលទ្ធផលហើយយើងខ្ញុំបានជម្រាបជូនដល់បងប្អូនទាំងអស់គ្នាហើយថានៅក្នុងថ្ងៃនេះពេលនេះយើងទទួលបាននៅភ្ញៀវកិត្តិយសដែលផ្ដល់កិត្តិយសនឹងឡើងមកដើម្បីធ្វើការលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាពិតជាទន្ទឹងរង់ចាំហើយថាតើកម្មវិធីនៃការប្រកាសលទ្ធផល Guinness World Record ពីការរាប់ Madison នេះនឹងទទួលបាននៅវត្តមានដ៏ខ្ពង់ខ្ពស់របស់ភ្ញៀវកិត្តិយសរូបណាដែលនឹងមកវេទិកានៅក្នុងពេលនេះចង់ជួបអត់បងប្អូនអរគុណហើយដូច្នេះតបតាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីម្សិលមិញសម្ដេចបានអំពាវនាវឲ្យសម្ដេចគតិប្រិមណ្ឌិតប៊ុនរ៉ានីហ៊ុនសែនផ្ដល់កិត្តិយសរួមជាមួយនឹងគណៈប្រតិភូអមដំណើរដើម្បីចូលរួមលើកទឹកចិត្តសម្រាប់បងប្អូននៅក្នុងការប្រកួត Madison Guinness World Record ហើយដូច្នេះនោះបានខ្លាចជាការពិតសូមយុវជនទាំងអស់គ្នាផ្ដល់សម្លេងស្វាគមន៍ជូនសម្ដេចគតិប្រិមណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងគណៈប្រតិភូអមដំណើរបងប្អូនប្រជាពលរដ្ឋយុវជនទាំងអស់ជាទីស្រឡាញ់ជាថ្មីម្ដងទៀតសូមផ្ដល់សម្លេងអបអរសាទរដំណើរមកដល់សម្ដេចគតិប្រិមណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួមជាមួយនឹងគណៈប្រតិភូអមដំណើរដែលបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមលើកទឹកចិត្តនៅក្នុងពិធីប្រកាសលទ្ធផល Madison Guinness សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងខ្ញុំទាំងអស់គ្នាជាយុវជនសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចគតិប្រិមណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងអាដាមលោកជំទាវជាគណៈប្រតិភូដែលបានផ្ដល់កិត្តិយសនិងយកពេលវេលាដ៏មានតម្លៃមកផ្ដល់និងលើកទឹកចិត្តដល់យុវជនទាំងអស់គ្នានៅក្នុងការបំបីឯកតកម្មពិភពលោករាប់ Madison ក៏សូមគោរពអញ្ជើញអាដាមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសូមគោរពអញ្ជើញអាដាមកឹមឆាហៀងអភិបាលរងខេត្តសៀមរាបសូមគោរពអញ្ជើញលោកស្រីសុនសវណ្ណីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបសូមគោរពអញ្ជើញអាដាមទាទីហាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប and also would like to invite Madam Saida Jar of Guinness World Record to be on stage to announce the result for Guinness World Record of Madison Cambodia បាទសូមប្រោសទៅដែរជូនដល់គណៈអធិបតីព្រមទាំង Madam Saida ដែលជាអ្នកតំណាង Guinness World Record ដែលនឹងផ្ដល់កិត្តិយសធ្វើការប្រកាសនៅលទ្ធផលនៃការបំបែកឯកតកម្មពិភពលោកពីការរាប់ Madison របស់កម្ពុជា So again to invite Madam Saida Jar of Guinness World Record to be on stage បាទនៅក្នុងពេលនេះយើងខ្ញុំក៏មានកិត្តិយសសូមគោរពអញ្ជើញអាដាមទាទីហាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្លែងសន្ទរកថាបើកកម្មវិធីបាទសូមគោរពអញ្ជើញ Hello ជាបឋមសូមគោរពសម្ដេចគតិប្រិមណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសូមគោរពគណៈប្រតិភូអមដំណើរសម្ដេច
សូមគោរពអាដាមហ៊ុំនូនីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងសូមគោរពបងប្អូនទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះខ្ញុំគ្មានពាក្យអីនិយាយមានតែពាក្យអរគុណដល់បងប្អូននិងយុវជននៅខេត្តសៀមរាបទាំងអស់ដែលបានមកចូលរួមបំបែកឯកតកម្មពិភពលោក2015នៅថ្ងៃនេះចំពោះការវាយតម្លៃខ្ញុំនឹងបកគលជូនទៅអ្នកជំនាញប៉ុន្តែអ្វីដែលខ្ញុំចង់ជម្រាបជូនគណៈអធិបតីនិងបងប្អូនទាំងអស់គឺភាពអត់ធ្មត់និងសូមកោតសរសើរដល់បងប្អូនទាំងអស់ដែលកន្លងប្រហែលថ្ងៃនេះយើងបានខិតខំប្រឹងប្រែងហាត់សមទាំងអ្នកមិនចេះរាំខ្លាយជាអ្នកចេះរាំហើយថ្ងៃនេះយើងបានផ្លែផ្កាយើងបានឃើញទាំងអស់គ្នានៅថ្ងៃនេះគឺលើសពីការគ្រោងទុកទៅទៀតហើយការរាំនៅថ្ងៃនេះខ្ញុំគុំកោតសរសើរហើយខ្ញុំមានមោទនភាពដែលបានសហការជាមួយបងប្អូនទាំងអស់គ្នានៅថ្ងៃនេះសូមអរគុណហើយក៏សូមថ្លែងអំណរគុណដល់គណៈអធិបតីដែលបានមកចូលរួមថ្ងៃនេះសូមអរគុណហើយសូមជូនពរទាំងអស់គ្នាមានសំណាងល្អនិងជាប់បំបែកឯកតកម្មពិភពលោកនៅថ្ងៃនេះបាទសូមអរគុណសូមគោរពថ្លែងអំណរគុណអាដាមទាទី5ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបអាដាមលូជំទាវអស់លោកស្រីគណៈអធិបតីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋខ្មែរជាទីគោរពស្រឡាញ់ពេលវេលាប្រកាសលទ្ធផលបានឈានចូលមកដល់ហើយដូច្នេះយើងខ្ញុំសូមគោរពអញ្ជើញតំណាង Guinness World Record again to invite Madam Seda Subasi Gemeshi judge of Guinness World Record to be on stage to announce the result សូមប្រសិទ្ធទៅជូនដល់ Madam Seda So I would like to take this opportunity to invite Madam Seda to have a few remarks and announce the result. Please welcome Madam Seda. Good afternoon again, Cambodia. ជំរាបសួរជាថ្មីកម្ពុជាជាទីស្រឡាញ់ I know it was not easy for you to wait for hours here in the sun since this morning. ខ្ញុំគិតថានៅក្នុងការបំបែកឯកតកម្មនៅថ្ងៃនេះពិតជាមិនងាយស្រួលទេសម្រាប់បងប្អូនទាំងអស់គ្នាតាំងពីព្រឹករហូតមកដល់ពេលនេះ This is why I would like to say first thank you to all of you, to all of the participants who came from so far away and made this record attempt happen. ហើយដូច្នេះខ្ញុំក៏សូមថ្លែងអំណរគុណជូនដល់យុវជននិងសមាជិកទាំងអស់គ្នាដែលបានចូលរួមដែលអញ្ជើញមកពីទីជិតឆ្ងាយហើយធ្វើឲ្យការប្រកួតបំបែកឯកតកម្មនេះលេចចេញជារូបរាងឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប So, you know, the current record for the largest medicine dance is belonging to Australia since 2014 with exactly 1,155 participants. សូមជម្រាបជូនថាតំណែងនៃ Guinness World Record សម្រាប់ការរាំ Madison ដែលច្រើនជាងគេនោះគឺបច្ចុប្បន្នស្ថិតនៅលើប្រទេសអូស្ត្រាលីដែលមានអ្នកចូលរួមរាំចំនួន 1155 នាក់ Now for the result ឥឡូវនេះគឺជាលទ្ធផលនិងការប្រកាសលទ្ធផលជូនសម្រាប់ការប្រកួតនាថ្ងៃនេះ Stay here. Stay here. Stay here. I have the pleasure to announce actually the second Guinness World Records achievement for Cambodia, Siem Reap, for the largest medicine dance for the Union of Youth Federation Siem Reap Cambodia with 2,015 participants. Congratulations! អបអរសាទរកម្ពុជាគឺជាម្ចាស់ Guinness World Record នៅក្នុងការរាំ Madison ជាមួយនឹងសមាជិកចំនួន 2015 នាក់ Congratulations Cambodia
សូមគោរពថ្លែងអំណរគុណនឹងចូលរួមអបអរសាទរជាមួយនឹងប្រជាជនកម្ពុជាជាពិសេសយុវជនទាំងអស់ជាទីគោរពស្រឡាញ់ដែលបានបំពេញនៅការប្រកួតប្រកបដោយភាពជោគជ័យនិងទទួលបាននូវសមិទ្ធផលយ៉ាងល្អនៅក្នុងពេលនេះគឺយើងសម្រេចបាននូវលទ្ធផលយើងគឺជាជ័យលាភីនៅក្នុងការប្រកួត Madison ដែលមានមនុស្សច្រើនជាងគេបំផុតគឺចំនួន2015នាក់សូមអបអរសាទរជាថ្មីពីប្រជាជនកម្ពុជាយើងខ្ញុំទាំងអស់គ្នាពិតជាមានបេតិសមនស្សរីករាយនិងសេចក្តីរំភើបជាពន់ពេកដែលកម្ពុជាបានបំបីឯកតកម្មថ្មីមួយទៀតបន្ទាប់ពីនំអន្សមយក្សនៅពេលនេះថ្ងៃនេះយើងបានស្វែងរកនៅ Guinness World Record ថ្មីពីការរាប់ Madison ដែលមានចំនួន2015នាក់ហើយដូច្នេះយើងខ្ញុំក៏មានកិត្តិយសសូមគោរពអញ្ជើញអាដាមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្លែងសន្ទរកថាចំណាប់អារម្មណ៍សូមគោរពអញ្ជើញជាបឋមខ្ញុំបាទសូមជាបឋមខ្ញុំបាទសូមគោរពលោកសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនឯកឧត្តមឧបនាយករដ្ឋមន្ត្រីលោកជំទាវឧបនាយករដ្ឋមន្ត្រីឯកឧត្តមលោកជំទាវលោកស្រីទាំងអស់ដែលបានមកចូលរួមអបអរសាទរហើយនឹងលើកដង្កើងដល់យុវជនយើងដែលបានខំប្រឹងប្រែងហើយមុននឹងខ្ញុំបន្តទៅមុខថែមទៀតអ្វីដែលខ្ញុំពាក្យពេចន៍ដែលខ្ញុំសូមចូលរួមចំណែកខ្ញុំសូមអនុញ្ញាតថាពេលនេះសូមការអនុញ្ញាតពីគណៈអធិបតីដល់ខ្ពង់ខ្ពស់សូមបកគលបេតិកភណ្ឌនេះទៅអ្នកដែលបានទទួលអ្នកដែលត្រូវទទួលតាមពិតទៅហើយនឹងបានខំប្រឹងប្រែងអញ្ចឹងសូមលោកឯកឧត្តមទីហាអញ្ជើញមកទទួលឯកតកម្មចំពោះបងប្អូនខេត្តសៀមរាបទាំងអស់គ្នាអបអរសាទរខ្ញុំក៏ដូចឯកឧត្តមទីហាដែរគឺខ្ញុំគ្មានអ្វីក្រៅពីថ្ងៃនេះសូមថ្លែងអំណរគុណដល់បងប្អូនក៏ដូចជាគណៈកម្មការ Guinness World Record ដែលបានមកចូលរួមហើយផ្ដល់ការបំបីឯកតាកម្មពិភពលោកលើកទី2ចំពោះយើងខ្ញុំទាំងអស់គ្នា The second Guinness World Record book Thank you very much for being here with us ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយអ្វីដែលខ្ញុំចង់មានមតិគឺក្នុងថ្ងៃនេះជាដំបូងគឺសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ឱកាសឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាយើងបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តហើយបានឱកាសក្នុងការរៀបចំធ្វើអ្វីដែលជាការបំបីឯកតាកម្មជូនប្រទេសជាតិអ្វីដែលចេញមកពីមកដល់ថ្ងៃនេះអ្វីដែលយើងបានទទួលបានអត់សមរយៈមួយការបំបីឯកតាកម្ម Madison 2015នាក់គឺជាកាដូមួយជូនដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាហើយនេះគឺខ្ញុំគ្មានអ្វីក្រៅពីការថ្លែងអំណរគុណហើយចុងក្រោយតែម្ដងគឺខ្ញុំសូមថាការអ្វីដែលសហភាពសហព័ន្ធយុវជនកម្ពុជាធ្វើជាបន្តបន្ទាប់វាចេញមកពីកម្លាំងកាយចិត្តការលះបង់ហើយនឹងចូលរួមចំណែករបស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់គ្នាការធ្វើទាំងអស់នេះគឺខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាលហើយចូលរួមជាមួយរាជរដ្ឋាភិបាលនេះគឺមិនមែនដើម្បីសហភាពសហព័ន្ធយុវជនកម្ពុជាទេគឺដើម្បីប្រជាពលរដ្ឋហើយដើម្បីកិច្ចការភាពរបស់ប្រជាជាតិអាចារ្យកម្ពុជាហើយអ្វីដែលជាគួរកត់ត្រានៅក្នុងថ្ងៃនេះតែម្ដងហើយអ្វីដែលជាបានដែលឯកឧត្តមទីហាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបហើយក៏ដូចជាចលនាសៀមរាបតែខ្ញុំក៏កំពុងតែកាន់នេះក៏ខ្ញុំសូមឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណហើយដល់បងប្អូនតែម្ដងថាអ្វីដែលបាននៅក្នុងថ្ងៃនេះគឺវាចេញមកពីការខំប្រឹងប្រែងរបស់បងប្អូននីមួយហើយអញ្ចឹងគឺខ្ញុំសូមអនុញ្ញាតពីគណៈអធិបតីហើយនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមអបអរសាទរបងប្អូនដែលមកចូលរួមតាំង2015នាក់តាំងពីម៉ោង6ព្រឹកនេះសូមអបអរសាទរទាំងអស់គ្នាហើយចំពោះបងប្អូនគ្មានអ្វីសូមចុងក្រោយ3ដងហើយសូមឲ្យបងប្អូនទាំងអស់គ្នាចងចាំនៅថ្ងៃនេះអ្វីដែលបានខំប្រឹងប្រែងអ្វីដែលបានខំរៀបចំសមជាបន្តបន្ទាប់តាមតៃបានប្រាប់មកមិញនេះគឺថ្ងៃ6ថ្ងៃ7ថ្ងៃ10ហើយថ្ងៃ11ហើយមកក្នុងថ្ងៃនេះផងដែរសូមចងចាំអ្វីដែលយើងការខំប្រឹងប្រែងរបស់យើងគ្មានអ្វីបើមិនចេញមិនអាចសម្រេចទៅបានបើសិនជាគ្មានការខំប្រឹងប្រែងទេក៏ប៉ុន្តែនេះជាថ្ងៃប្រវត្តិសាស្ត្រមួយដែលចេញពីដៃស្នាដៃបងប្អូនទាំងអស់គ្នាសូមឲ្យបងប្អូនចងចាំថា Guinness World Record ឆ្នាំ2015ចំពោះការបំបីឯកតាកម្ម Madison ជាខ្នាតធំជាងគេចំនួន2015នាក់នេះគឺចេញមកពីបងប្អូនម្នាក់តែម្ដងអញ្ចឹងសូមចងចាំពីនេះទៅខាងមុខទៀតគឺយើងក្នុងលក្ខណៈជាមហាគ្រួសារខ្មែរមួយ
ក្នុងលក្ខណៈជាមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងរួមក្នុងនាមជាសមាជិកសមាគមនៃសៀមរាបព្រះខ្ញុំគឺអ្វីដែលយើងធ្វើក្នុងថ្ងៃនេះគឺចេញមកពីអ្វីដែលការខំប្រឹងប្រែងរបស់បងប្អូននីមួយៗចេញមកពីការខំប្រឹងប្រែងរបស់បងប្អូននីមួយៗនេះហើយបានយើងបានទទួលនៃអ្វីដែលការបំបែកឯកតកម្មយើងត្រូវមានមោទនភាពហើយបើសិនជាមានយុវជនណាឬក៏អ្នកណាសួរបងប្អូនថាបងប្អូនអាចជួយអ្វីឬក៏ចូលរួមអ្វីជួយដល់សង្គមជាតិរបស់យើងបងប្អូនអាចឆ្លើយដោយមោទនភាពទៅវិញបានថាបងប្អូនបានចូលរួមនៅថ្ងៃទី14ថ្ងៃទី15ខែមេសានៅទីលានជលដំរីចូលរួមបំបែកឯកតកម្មជូនប្រជាណាចក្រកម្ពុជាយើងហើយនេះគឺជាមោទនភាពរបស់បងប្អូននៅក្នុងថ្ងៃនេះដែលយើងត្រូវចងចាំទៅអនាគតជាខ្ញុំក្រោយខ្ញុំគ្មានអ្វីទេគឺខ្សែជំនួសមុខឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាក្រុមគូសាក៏ដូចជាក្រុមការងារប្រតិបត្តិក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏សូមថ្លែងអំណរគុណដល់វត្តមានដ៏ខ្ពង់ខ្ពស់ដល់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនអាយដាមឧបនាយករដ្ឋមន្ត្រីលោកជំទាវឧបនាយករដ្ឋមន្ត្រីលោកជំទាវអាយដាមដែលបានចូលរួមដែលធ្វើឲ្យកម្មវិធីនៅក្នុងពេលនេះដោយអធិកធម៌ថែមលើសពីនោះថែមទៀតសូមថ្លែងអំណរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផ្ទះខ្ញុំហើយជាពិសេសក្រុមការងារដែលសម្របសម្រួលជាមួយតំណាងឲ្យ Guinness World Record ខ្ញុំដឹងថាមានការលំបាកមានការតស៊ូដែលបានអាចសម្រេចបាននាទីចុងក្រោយនេះហើយក៏ខ្ញុំសូមជម្រាបឱកាសនេះជាថ្មីម្ដងទៀតសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលឈរនៅទីនេះចូលរួមចំណែកលះបង់តាំងពីម៉ោង6ព្រឹកតែចេញពីការលះបង់របស់យើងគឺយើងបានសម្រេចអ្វីមួយបានហើយការសម្រេចអ្វីរបស់យើងនេះគឺបំបែកឯកតកម្មពិភពលោកមួយទៀតជូនដល់ពុកម៉ែមេមីងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនៃប្រជាណាចក្រកម្ពុជាហើយនិយាយឲ្យសម្ាញ់នៅលើ Guinness World Record Book from now on បើសិនជាគេបើកមើលទៅគេឃើញកំណត់ត្រាឆ្នាំ2015ដែលចេញពីប្រជាណាចក្រកម្ពុជាយើងគឺមានអន្សមយក្សចំនួន4តោន.40 គីឡូក្រាមហើយលើសពីនោះថែមទៀតគឺថ្ងៃនេះតែម្ដងគឺមានបំបែកឯកតកម្ម Madison 2015 នាក់ដែលចេញមកពីការខំប្រឹងប្រែងរបស់បងប្អូននីមួយៗសូមថ្លែងអំណរគុណសូមអបអរសាទរហើយសូមជូនពរសុខសិរីសួស្តីជូនទាំងអស់គ្នាសូមអរគុណសូមគ្រប់ថ្លែងអំណរគុណដល់ហ៊ុនម៉ាណីនៅក្នុងសន្ទរកថាថ្លែងអំណរគុណជូនដល់យុវជនទាំងអស់គ្នានេះគឺជាមោទនភាពដែលកើតឡើងពីសាមគ្គីភាពរបស់យុវជនហើយយើងនឹងចងចាំថាថ្ងៃនេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្រោយពីទទួលបាននៅឯកតកម្មពិភពលោកពីនំអន្សមយក្សយើងទទួលបាននៅការរាប់ Madison ដែលមានគ្នាចូលរួមចំនួន2015នាក់ដែលចេញពីកម្ពុជានៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិជាថ្មីម្ដងទៀតសូមប្រជាជនកម្ពុជាទាំងបងប្អូននៅខាងមុខក៏ដូចជាបងប្អូននៅលើលានជលដំរីអបអរសាទរមហាសមិទ្ធផលពីព្រះរាជាណាចក្រកម្ពុជាសូមគោរពថ្លែងអំណរគុណនិងសូមគោរពអញ្ជើញគណៈអធិបតីថតរូបជាអនុស្សាវរីយ៍ហើយរូបថតនេះនឹងក្លាយទៅជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅក្នុងថ្ងៃទី2នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលប្រជាជាតិកម្ពុជាបានរួបរวมសាមគ្គីគ្នាបំបែកនឹងឯកតកម្មពិភពលោកថ្មីមួយទៀតគឺរាប់ Madison ដែលមានបេក្ខជនបេក្ខនារីចូលរួមរហូតដល់2015នាក់ដែលយើងបានជ័យជំនះទៅលើប្រទេសអូស្ត្រាលីដែលពីមុនអូស្ត្រាលីគឺមានចំនួន1155នាក់ឥឡូវយើងបានចំនួនកើនជាងប្រទេសអូស្ត្រាលីជាមោទនភាពថ្មីសង្ឃឹមថានៅឱកាសក្រោយៗយើងនឹងស្វែងរក Guinness World Record ជាបន្តទៀតសម្រាប់កិត្តិយសនិងមោទនភាពជាតិហើយយើងខ្ញុំទាំងអស់គ្នាជាយុវជនក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងអាយដាមលោកជំទាវឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីគណៈប្រតិភូអមដំណើរដែលបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់នៅក្នុងការលើកទឹកចិត្តសម្រាប់យុវជនទាំងអស់គ្នានេះគឺជាការលើកទឹកចិត្តដ៏មានតម្លៃបំផុតសម្រាប់យុវជនដែលយើងខ្ញុំជាយុវជននឹងចងចាំថារាល់ការខិតខំប្រឹងប្រែងរបស់យុវជនតែងតែទទួលបាននូវការជំរុញនិងការលើកទឹកចិត្តពីប្រមុខរដ្ឋាភិបាលកម្ពុជាយើងនឹងមានកម្លាំងចិត្តហើយតស៊ូសាមគ្គីភាពរកអ្វីដែលថ្មីសម្រាប់ប្រជាជាតិនិងមាតុភូមិរបស់យើងហើយដូច្នេះសូមប្រោសស្នូលតដៃនិងអបអរសាទរចំពោះ Guinness World Record របស់កម្ពុជាទី2បាទសូមអរគុណ